ខ្ញុំឲ្យគាត់សរសេរជាភាសាខ្មែរថាសូមបងជួយ design រូបភាព poster អំពីការបញ្ចុះតម្លៃ Gemini Pro ពីតម្លៃដើមគឺ25ចុះដល់សល់$15បង្កើតឲ្យមានភាពទាក់ទាញនិងមាន marketing នៅក្នុង poster នេះអូខេអញ្ចឹងដល់ពេលហើយគាត់បង្កើតមកគឺស្អាតមែនតើបងប្អូនឃើញអត់ប៉ុន្តែទំហំបញ្ឆោតខ្ញុំអត់ពេញចិត្តទេខ្ញុំសូមឲ្យកែຂະຫນាតទៅ18គុណនឹង18 pixel វិញជំរាបសួរបងប្អូននៅក្នុងវីដេអូនេះរៀងប្លែកដោយសារតែថ្មីនេះGemini បានដាក់ឲ្យយើងប្រើប្រាស់ជាមួយនឹង Gemini Enterprise តែ Gemini នេះស័ក្តិសមមែនទែនសម្រាប់អ្នកដែលគាត់មានជាម្ចាស់ក្រុមហ៊ុនម្ចាស់អាជីវកម្មឬក៏អ្នកធ្វើផ្នែកខាង business អីយើងអាចប្រើប្រាស់បានណាវាល្អខ្ញុំមកណែនាំតិចទៅមុននឹងខ្ញុំធ្វើខ្ញុំស្នើChatGPT ទុកចោលអូខេដូចជាស្ដែងនេះខ្ញុំដាក់បានមួយហើយគឺGemini Enterprise Business បងប្អូនអីដែលអស្ចារ្យបំផុតគឺយើងទៅសេអក្សរខ្មែរទេយើងទៅសេជាប្រមណាឥឡូវខ្ញុំឲ្យបងប្អូនមើលនេះខ្ញុំឲ្យគាត់សរសេរជាភាសាខ្មែរថាសូមបងជួយ design រូបភាព poster អំពីការបញ្ចុះតម្លៃ Gemini Pro ពីតម្លៃដើមគឺ25ចុះដល់សល់$15បង្កើតឲ្យមានភាពទាក់ទាញនិងមាន marketing នៅក្នុង poster នេះអូខេអញ្ចឹងដល់ពេលហើយគាត់បង្កើតមកគឺស្អាតមែនតើបងប្អូនឃើញអត់ប៉ុន្តែទំហំបញ្ឆោតខ្ញុំអត់ពេញចិត្តទេខ្ញុំសូមឲ្យកែຂະຫນាតទៅ18គុណនឹង18 pixel វិញអូខេអញ្ចឹងនេះគឺជា tip ខ្លះដែលខ្ញុំបង្ហាញបងប្អូនអញ្ចឹងបងប្អូនចូលទៅស្នើរបៀបស្នើគឺស្រួលទេអត់មានអីអញញ៉ៃហើយអត់មានទាមទារ master card អត់មានទាមទារ document សម្រាប់ការស្នើទេគ្រាន់តែយើងចុះឈ្មោះទៅគឺយើងអាចប្រើប្រាស់បានហើយអញ្ចឹងគេ free ឲ្យយើងរយៈពេល1ខែដែរអញ្ចឹងល្មមប្រើហើយប៉ុណ្ណឹងអញ្ចឹងចូលមកដល់ត្រង់នេះបងប្អូនគ្រាន់តែចូលទៅលើ Gemini ណាដែលអត់ទាន់មាន Pro ណាអញ្ចឹងបងប្អូនចូលមកវាយពាក្យថា Gemini Enterprise នេះចុចលើហ្នឹងហើយចុចលើ cloud នេះមកចូលមកដល់កន្លែងផ្ទាំងនេះបងប្អូនចុច login មកឬក៏ចុច get start ក៏បានចុច login ក៏បានដែរអូខេបងប្អូនចុច login មកអញ្ចឹងកន្លែងនេះគ្រាន់តែយើងបំពេញemail address របស់យើងមកបានហើយបងប្អូនទៅ copy email address របស់យើងមកណាផាសដាក់កន្លែងនឹងប៉ោចមកអញ្ចឹង continue គេឲ្យយើងចាំមួយផ្លែតបងប្អូនឃើញអត់ចាំផ្លែតទៅបានហើយចឹងចូលមកដល់កន្លែងនេះបងប្អូនគ្រាន់តែឈ្មោះមើលឈ្មោះទៅគឺឈ្មោះ profile យើងត្រូវហើយយើងបងប្អូនមកពិនិត្យមើលនេះគេដាក់ឲ្យត្រូវអញ្ចឹងបងប្អូនគ្រាន់តែគ្រីសមកអូខេអញ្ចឹងបងប្អូននឹងទទួលបានហើយចំពោះ Gemini Enterprise នឹងទទួលបានមួយខែដែលអត់គិតថ្លៃអញ្ចឹងកន្លែងនេះបងប្អូនចង់ connect ជាមួយនឹង data របស់បងប្អូនដែលផ្ទុកជាមួយនឹងGoogle Cloud ឬក៏ Google Drive អីគឺនៅក្នុងនឹងទាំងអស់អញ្ចឹងខ្ញុំអត់ទាន់ connect ឥឡូវទេបងប្អូនគាត់តែខ្វែងវាចោលទៅគឺបានហើយឃើញតម្រង់វាគឺចេញមកបែបនេះគឺគេដាក់ថា Gemini Enterprise Business អញ្ចឹងស័ក្តិសមមែនទែនសម្រាប់បងប្អូនជាម្ចាស់ក្រុមហ៊ុនម្ចាស់អាជីវកម្មធំតូចអីគឺយើងអាចប្រើប្រាស់ Gemini នឹងបានណាអញ្ចឹងនៅកន្លែងនេះវាមាន upload file អីផ្សេងបានហើយកន្លែងនេះយើងអាចរើសទៅតាមអ្វីដែលយើងចង់បានដូចទៅនឹង Gemini Pro ដែរគាត់ថា Gemini Enterprise ហ្នឹងវាល្អជាង Pro អញ្ចឹងណាអញ្ចឹងបានគេ free យើងបានតែមួយខែទេបងប្អូនអាចយក Deep Search Create Image Pro អីគឺមាននៅក្នុងនឹង option ណាហើយ generate ជាមួយនឹង video ជាមួយ search ជាមួយនឹង Google អីក៏បានដែរនៅក្នុងហ្នឹងណាអញ្ចឹងវាមាន option 4នឹងដែលបងប្អូនត្រូវប្រើប្រាស់ដូចមាន Pro ដែរអញ្ចឹងមកដល់កន្លែងនេះបងប្អូនគ្រាន់តែសរសេរអីមួយដែលបងប្អូនចង់ឲ្យវាធ្វើឲ្យ
អាចទៅសេជាភាសាខ្មែរបានណាកន្លែងហ្នឹងខ្ញុំឧទាហរណ៍អូខេប៉ុណ្ណឹងហើយគ្រាន់តែបងប្អូន enter ទៅវានឹងចាប់ផ្ដើមធ្វើជា poster ឲ្យមួយហើយអញ្ចឹងខ្ញុំភ្លេចដាក់ទំហំឲ្យវាប្រើ18x18 4ជ្រុងណាល្អចាំមើលវានឹងចេញមកបែបម៉េចបងប្អូននឹងចាំមើលបន្តិចទៅកន្លែងហ្នឹងអូខេបងប្អូនអូ poster នេះបែបលក្ខណៈរូបគំនូហ្នឹងតែមិនអីទេបងប្អូនអានឹងអាចមកពីយើងទៅសេប្រមមិនច្បាស់លាស់ទៅឲ្យគាត់អញ្ចឹងណាអញ្ចឹងបងប្អូនទៅសេរៀបរាប់ឲ្យវែងឆ្ងាយអញ្ចឹងនឹងតិចទៅវានឹងបានអ្វីដែលដូចបងប្អូនចង់បានហើយមានអីស្អាតតើបងប្អូនអានេះបែបតុក្កតាអានេះដូចជាស្ពាននៅកំពង់ចាមស្ពានគីសូណាអូខេហ្នឹងហើយបងប្អូនមានតែប៉ុណ្្នឹងទេបងប្អូនអាចសាកបានហើយទាន់គេ free ឲ្យគឺមួយខែអញ្ចឹងបងប្អូនប្រើវាអស់ចិត្តអស់ចង់ដែរប៉ុណ្ណឹងណាបាយបាយបងប្អូនជំរាបលា